នេះគឺជាបាក់សីប្រមាញ់មួយប្រភេទដែលមានឈ្មោះថា Vegetal Angle បាក់សីប្រមាញ់ Vegetal Angle គឺជាបាក់សីប្រមាញ់ដ៏ធំបំផុតមួយនៅក្នុងទ្វីបអូស្ត្រាលីហើយវាត្រូវបានគេស្គាល់ថាមានស្លាបធំវែងកន្ទុយរាងជាអក្សរ V ឬរាងជាក្រូចឆ្មាដែលជាលក្ខណៈពិសេសរបស់វានឹងអាចហោះហើរទៅលើបានខ្ពស់ហើយមានរយៈពេលយូរថែមទៀតផងចំពោះបាក់សីប្រមាញ់ Vegetal Angle មានប្រវែងខ្លួនប្រហែល80ទៅ106សង់ទីម៉ែត្រទទឹងស្លាបរបស់វាគឺមានប្រវែង 2.3 ម៉ែត្រសម្រាប់បាក់សីនេះគឺមានធំជាងបាក់សីឈ្មោលពណ៌រោមភាគច្រើនជាពណ៌ត្នោតខ្មៅឬត្នោតចាស់ហើយនៅពេលពន្លឺថ្ងៃប៉ះលើរោមរបស់វាអាចមើលឃើញនៅពណ៌មាសតិចៗនៅពីលើក្បាលនិងករបស់វាចំពោះកន្ទុយវែងរាងចង្អុលគឺជាចំណុចដែលធ្វើឲ្យខុសពីឥន្ទ្រីប្រភេទផ្សេងទៀតបាក់សីប្រមាញ់ប្រភេទនេះគឺរស់នៅទូទាំងប្រទេសអូស្ត្រាលីរួមទាំងតំបន់វាលខ្សាច់ព្រៃភ្នំវាលស្មៅនិងតំបន់ជនបទវាអាចសម្របខ្លួនរស់នៅកន្លែងស្ងួតបានយ៉ាងល្អហើយជាញឹកញាប់គេក៏ប្រទះឃើញវាហោះហើរនៅលើអាកាសដោយមិនចាំបាច់គ្រវីស្លាបថែមទៀតផង Vegetal Angle គឺជាអ្នកប្រមាញ់ដ៏កំពូលមួយអាហាររបស់វារួមមានដូចជាទន្សាយកង្ករូតូចសត្វល្មូនបាក់សីតូចៗនិងសាកសពរបស់សត្វវាមានក្រញាំជើងរឹងមាំនិងចំពុះមុតស្រួចដែលអាចចាប់សត្វបានយ៉ាងមានប្រសិទ្ធភាពនៅពេលដែលវាប្រមាញ់គឺវានឹងហោះឡើងទៅលើខ្ពស់សង្កេតមើលចលនារបស់សត្វពីចម្ងាយហើយបន្ទាប់មកមុជចុះយ៉ាងលឿនដើម្បីចាប់សត្វហើយគេក៏សង្កេតឃើញថា Vegetal Angle គឺវាអាចធ្វើការប្រមាញ់ជាគូផងដែរនៅពេលខ្លះមួយក្បាលនឹងបង្កការភ័យខ្លាចឲ្យសត្វរត់ខណៈមួយទៀតគឺរងចាំចាប់នេះបង្ហាញពីភាពឆ្លាតវៃនិងសមត្ថភាពសហការរបស់វាចំពោះសម្បុករបស់បាក់សីប្រមាញ់ប្រភេទនេះគឺវាធំខ្លាំងណាស់ហើយវាតែងតែសង់នៅលើដើមឈើខ្ពស់ឬច្រាំងថ្មសម្បុកមួយអាចមានទំហំធំជាង2ម៉ែត្រព្រោះវាបន្ថែមមែកឈើជារៀងរាល់ឆ្នាំសម្រាប់បាក់សីញីគឺអាចដាក់ពងប្រហែល1ទៅ3គ្រាប់ហើយសម្រាប់មេបារបស់វាទាំងពីរគឺតែងតែថែរក្សាកូនរបស់វាជានិច្ចចំពោះកូនតន្ត្រីត្រូវការពេលវេលាជាច្រើនខែទើបអាចហោះហើរបានល្អចំពោះវប្បធម៌របស់ប្រទេសអូស្ត្រាលីបាក់សីប្រមាញ់ Vegetal Angle គឺត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃកម្លាំងភាពក្លាហាននិងសេរីភាពហើយវាក៏ជាបាក់សីដែលមនុស្សជាច្រើនតែងតែគោរពនិងសរសើរអំពីសមត្ថភាពរបស់វាយ៉ាងអស្ចារ្យបើទោះបីជាវាជាបាក់សីខ្លាំងក៏ដោយ Vegetal Angle គឺប្រឈមមុខនឹងគ្រោះថ្នាក់ពីមនុស្សដូចជាការបាត់បង់នៅទីជម្រកការប៉ះទង្គិចជាមួយនឹងខ្សែភ្លើងនិងការបំពុលបរិស្ថានដូច្នេះការអភិរក្សធម្មជាតិនិងការការពារបរិស្ថានដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតរបស់បាក់សីប្រមាញ់ប្រភេទនេះ Please subscribe my YouTube channel